បាទសូមជម្រាបសួរពុកម៉ែបងប្អូនចិនរួមជាតិខ្មែរទាំងអស់បាទថ្ងៃនេះគឺខ្ញុំធ្វើនៅវីដេអូខ្លីមួយចែកជូននៅទេសភាពនៃវត្តនៅកន្លែងដែលស្ថិតនៅក្នុងប្រទេសវៀតណាមចែកជូនបងប្អូនទស្សនាដោយខ្លីដូចតទៅបាទសូមគ្រប់អញ្ជើញបាទនេះគឺជាកុដិ2ជាន់សម្រាប់ព្រះសង្ឃគង់នៅបាទហើយរូបភាពនេះគឺជាឧបដ្ឋានសាលាដែលព្រះសង្ឃទទួលផតនៃឧបោសថសិលបាទសូមគ្រប់ជ័យទស្សនាបាទទីនេះគឺជាទីធ្លានៅក្នុងវត្តទេសភាពនៅក្នុងវត្តបាទហើយទេសភាពនៃវត្តនេះនាមវត្តថាវត្តសិរីពោធិមង្គលពុទ្ធលេចាស់បាទគឺកាលពីមុនស្ថិតនៅក្នុងខេត្តពលាវទីរួមខេត្តពលាវបាទប៉ុន្តែក្រោយពីការរៀបចំឡើងនៃរដ្ឋាភិបាលវៀតណាមគឺឥឡូវខ្លាយទៅជាទីរួមខេត្តទឹកខ្មៅបាទហើយពីវត្តនេះទៅកាន់ខេត្តទឹកខ្មៅប្រហែលជា60គីឡូម៉ែត្របាទសូមជ័យបងប្អូនទស្សនាបាទទីនេះគឺជាសាលារៀនសាលាពុទ្ធិកបឋមសិក្សាបាទសាលារៀននេះទុកសម្រាប់ព្រះសង្ឃរៀននៅធម៌អាវិន័យបាទហើយទីនេះទៀតសោតគឺក្រោយពីការកុមារាបានផ្អាករៀននៅសាលារដ្ឋនឹងតែមកទីនេះដើម្បីរៀននៅអក្សរសាស្ត្រខ្មែរបាទហើយទីនេះគឺជាហោត្រៃដែលប្រសង់ទុកនៅសៀវភៅបីដកផ្សេងបាទគឺសៀវភៅបីដកទាំងអស់គឺដាក់ក្នុងហោត្រៃនេះហើយទីនេះជាឧទ្យានមួយនៅក្នុងវត្តដែលកសាងឡើងមានរូបភាពព្រះពុទ្ធត្រង់ប្រសូតហើយទីនេះគឺស្ថិតនៅក្នុងខាងត្បូងព្រះវិហារនៃអារាមដ្ឋានវត្តបាទហើយនេះគឺជារូបភាពដែលព្រះពុទ្ធត្រង់ចែងនៅនាឡាគិរិងបាទបើនិយាយរួមទៅវត្តពុទ្ធលេចាស់នេះថាមានការកសាងយ៉ាងជឿនលឿនបាទស្ថិតនៅក្នុងខេត្តទឹកខ្មៅណាគឺវត្តនេះជាវត្តមួយដ៏កសាងមានការជឿនលឿនបំផុតហើយវត្តនេះក្នុងពេលដែលធ្វើបុណ្យអ្វីនីមួយដូចជាកឋិនឬក៏ចូលឆ្នាំខ្មែរយើងហ្នឹងគឺសប្បាយយ៉ាងកកហើយចិនដែលចូលរួមនោះមិនមែនតែខ្មែរយើងទេបាទគឺវៀតណាមក៏គេចូលរួមសប្បាយកកជាទូទៅដែរបាទហើយទីនេះគឺស្ថិតនៅខាងកើតវត្តនៃវត្តពុទ្ធលេចាស់បាទហើយនេះគឺជារូបភាពនៃព្រះវិហារបាទហើយនៅខាងកើតព្រះវិហារនេះគឺមានរូបចម្លាក់នៃព្រះពុទ្ធត្រង់ត្រាស់ដឹងបាទក្រោមដំពោបាទហើយដំពោនេះយូរឆ្នាំហើយរាប់រយសែនឆ្នាំហើយបាទហើយនៅខាងកើតនេះសោតក៏មានរូបចម្លាក់ជាច្រើននៃរឿងរ៉ាវព្រះពុទ្ធរបស់យើងបាទមានរូបនាងសុជាតាថ្វាយនៅមធុបាយយាអីហ្នឹងជាដើមបាទនេះគឺស្ថិតនៅក្នុងខាងកើតវត្តទាំងអស់បាទហើយទីនេះក៏ជាខាងកើតវត្តដែរគឺមានរូបភាពនៅព្រះពុទ្ធត្រង់ចុះប្រកេសាជីងភ្នោះបាទកាលពីមុនដំបូងគឺជីងភ្នោះហើយមើលពីចម្ងាយនោះគឺជាមួយបូជាបាទសូមអញ្ជើញបងប្អូនទស្សនាហើយរូបភាពនេះគឺស្ថិតនៅខាងជើងវត្តបាទនេះគឺជារូបភាពដែលប្រសិទ្ធថតត្រង់តតឃើញនៅទេវទូតទាំង4បាទតាមពុទ្ធប្រវត្តិរបស់ពុទ្ធសាសនាហើយទីនេះទៀតមានចេតិយមួយដ៏ធំដែលទៅនឹងកសាងជាថ្មីបាទបើនិយាយរួមទៅវត្តខ្មែរនៅកម្ពុជាក្រោមនេះ
cứ sập ngày ní tam bật tối chiên lươn nó bàព្រោះឆ្នាំណាក៏ដោយតែតែមានវត្តហ្នឹងបញ្ចុះនៅខណ្ឌសីមាមួយឆ្នាំហ្នឹងប្រហែល3-4ស្មើបាទអញ្ចឹងទេត្រង់កន្លែងហ្នឹងហើយតើបយើងដឹងថាជីវភាពរស់នៅរបស់បងអូនខ្មែរយើងនៅកម្ពុជាក្រោមនេះក៏មានការជឿនលឿនដែរអញ្ចឹងទេទៅតាមវីដេអូខ្លីនេះខ្ញុំបាទនឹងសូមបញ្ចប់ត្រឹមនេះបាទហើយក្រោយបងអស់សូមជូនពរដល់បងអូនខ្មែរយើងទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើនព្រមទាំងពុទ្ធពរបុត្រប្រការគឺអាយុវណ្ណៈសុខៈបលៈកំបីក្លៀងក្លៀតឡាយហងបាទ